ហេតុអ្វីក៏ដាក់ចំណងជើងសៀវភៅនេះថាម្នាក់ឯងតែមិនឯកាម្នាក់ឯងតែមិនឯកានឹងកើតឡើងបន្ទាប់ពីអ្នកបានឃើញភាពឯកានៅក្នុងខ្លួនម្នាក់ឯងតែមិនឯកាព្រោះមានកិច្ចការជាច្រើនដែលត្រូវលើកយកមកជជែកជាមួយនឹងខ្លួនឯងប្រកបដោយដំណើរផ្សងព្រេងដ៏វែងឆ្ងាយជាមួយនឹងពិភពនៅក្នុងខ្លួនរបស់អ្នកម្នាក់ឯងតែមិនឯកាព្រោះថាអ្នកមានផ្ទះដ៏កក់ក្ដៅនៅក្នុងដំណើរជីវិតនេះពេលខ្លះអ្នកក៏ត្រូវការសម្រាកដ៏ស្ងប់ស្ងាត់ដើម្បីវឹកហាត់រស់នៅតែម្នាក់ឯងជាពិសេសចំពោះអ្នកណាដែលមានអារម្មណ៍ថាខ្លួនឯងកំពុងតែវង្វេងឬក៏បាត់បង់ខ្លួនឯងជាដើមមុននឹងទៅជួបជាមួយនឹងអ្នកដទៃអ្នកក៏បីស្គាល់ច្បាស់ជាមួយនឹងខ្លួនឯងជាមុនសិនចេះរស់នៅម្នាក់ឯងសិនសឹមទៅរកអ្នកដទៃចេះស្រឡាញ់ខ្លួនឯងសិនសឹមទៅតាក់ទងនឹងអ្នកដទៃចេះទទួលយកទុកឲ្យបានសិនសឹមទៅស្វែងរកក្តីសុខមនុស្សដែលនៅតែធ្វើការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃនោះក៏ព្រោះតែពួកគេមិនទាន់ចេះស្រឡាញ់ខ្លួនឯងប៉ុន្តែដើម្បីឲ្យយើងម្នាក់អាចស្រឡាញ់អ្វីមួយបានលុះត្រាណាតែយើងបានស្គាល់នៅរបស់នោះយ៉ាងច្បាស់ជាក់ស្ដែងជាមួយនឹងខ្លួនឯងក៏ឲ្យចឹងដែរគឺទាល់តែយើងស្គាល់ខ្លួនឯងច្បាស់សិនទើបយើងអាចស្ងប់ចិត្តនិងលែងគិតប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកណាហើយអ្វីដែលសំខាន់នោះគឺខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកនឹងលែងមានអារម្មណ៍ឯកាទៀតហើយនេះមិនដើម្បីភាពអាត្មានិយមនោះទេប៉ុន្តែគឺដើម្បីស្វែងរកខ្លួនឯងបន្ទាប់ពីភ្ញាក់ខ្លួនដឹងថាអ្នកផ្សេងគឺបានចូលមកដណ្ដើមបល្ល័ង្កជីវិតរបស់ខ្ញុំជាយូរមកហើយក៏បានដឹងទៀតថាខ្ញុំមិនអាចស្រឡាញ់អ្នកណាម្នាក់បាននោះទេនៅពេលដែលខ្ញុំមិនទាន់ចេះស្រឡាញ់ខ្លួនឯងមិនស្គាល់ខ្លួនឯងនិងមិនទាន់មានខ្លួនឯងជាទីពឹងផងនោះប្រៀបដូចជាផ្ទះដែលអ្នកផងអាចមកស្នាក់អាស្រ័យបានហើយវាកាន់តែមានភាពកក់ក្ដៅនៅពេលដែលម្ចាស់ផ្ទះនៅរងចាំទទួលភ្ញៀវគ្រប់ពេលជីវិតយើងប្រៀបដូចជាផ្ទះទំនេរប៉ុន្តែហេតុអ្វីក៏ពេលខ្លះយើងបែរជាមានអារម្មណ៍ថាវាតូចចង្អៀតឬតានតឹងនិងថែមទាំងយល់ថាខ្លួនឯងត្រឹមតែជាភ្ញៀវរួចក៏ទៅជាខ្លាចចិត្តភ្ញៀវដែលចូលមកលេងផ្ទះរបស់ខ្លួនឯងទៅវិញជីវិតគឺជាក្តីស្រឡាញ់ហេតុអ្វីក៏ចិត្តកើតទុកទោមនោះនឹងមានតែការប្រកាន់ស្អប់ប្រកាសជាមានការភ័ន្តច្រឡំឬក៏អ្វីមួយយ៉ាងដែលខុសប្រក្រតីហើយប្រហែលមកពីយើងចេះតែក្រឡេកមើលទៅខាងក្រៅហើយភ្លេចរស់នៅក្នុងផ្ទះរបស់ខ្លួនឯងទេដឹងឬក៏ភ្ញៀវទាំងអស់នោះនាំអ្នករត់លេងរហូតដល់វង្វេងទើបរកមិនឃើញផ្លូវត្រឡប់មកដល់ផ្ទះទោះជាយ៉ាងណាកុំព្រួយបារម្ភអីផ្ទះរបស់អ្នកនៅត្រង់នេះមិនដែលបាត់ទៅណាទេហើយក៏សូមទុកចិត្តចុះព្រោះខ្ញុំនឹងនាំអ្នកចូលមកកាន់ផ្ទះរបស់ខ្លួនឯងវិញជាផ្ទះដែលប្រកបដោយក្តីស្រឡាញ់និងពោរពេញទៅដោយសុភមង្គលបើយើងមិនចេះស្រឡាញ់ខ្លួនឯងយើងក៏មិនអាចស្រឡាញ់អ្នកណាផ្សេងបានដែរព្រោះដឹងទេខ្លួនឯងគឺជាកន្លែងសម្រាប់ទទួលយកក្តីស្រឡាញ់ពីគេគ្មានខ្លួនឯងតើមានកន្លែងណាដាក់ក្តីស្រឡាញ់ទៅខ្លួនឯងគឺជាក្តីស្រឡាញ់ទើបបានជាមនុស្សតែងតែរៀនពីជីវិតតាមរយៈក្តីស្រឡាញ់ប្រសិនបើអ្នកបានដឹងថាខ្លួនឯងជាអ្វីអ្នកនឹងមានសេរីភាពចេះស្រឡាញ់ចេះស្កប់ស្កល់ចេះទទួលយកចេះផ្ដល់ឲ្យហើយក៏ព្រមទុកឲ្យគេរស់នៅតាមបែបគេក៏ចេះយល់ចិត្តគេបន្ទាប់ពីអ្នកបានយល់ចិត្តខ្លួនឯងបើទោះបីជាពួកគេដើរចូលដើរចេញក៏យើងនៅតែដដែលព្រោះតែយើងដឹងច្បាស់ថាយើងគឺជាប្រភពនៃសេចក្តីស្រឡាញ់ក៏គ្មានក្តីស្រឡាញ់បានមកពីអ្នកណានោះទេព្រោះក្តីស្រឡាញ់កំពុងតែប្រកបនៅក្នុងខ្លួនឯងជានិច្ចនិរន្តរ៍ទោះជាយ៉ាងណាធ្វើជាមនុស្សម្ដេចនឹងអាចរស់នៅតែម្នាក់ឯងបានទៅយើងត្រូវតែមានទំនាក់ទំនងហើយថែមទាំងជាទំនាក់ទំនងដ៏ល្អទៀតផងទើបធ្វើឲ្យជីវិតយើងនេះមានសម្រស់ស្រស់បំព្រងប្រៀបដូចជាសួនផ្កាកំពុងរីកអញ្ចឹងហើយយើងក៏នឹងជជែកគ្នាអំពីឥទ្ធិពលរបស់អ្នកដទៃនិងរបៀបប្រាស្រ័យទាក់ទងនៅក្នុងសង្គមប្រកបដោយទំនុកចិត្តប្រកាសណាស់នេះគឺជាសៀវភៅនៃការរកឃើញខ្លួនឯងដែលលោកអ្នកតែងតែចង់បានឬគល់នៃបញ្ហាស្មុគស្មាញគឺព្រោះតែអ្នកមិនបានស្គាល់ខ្លួនឯងព្រមទាំងមិនដឹងពីអត្ថន័យពិតប្រាកដនៃរបបជីវិតនីមួយៗមិនស្គាល់ខ្លួនឯងរមែងមិនដឹងថាខ្លួនឯងត្រូវការអ្វីមិនដឹងច្បាស់ពីអត្ថន័យគឺនាំឲ្យវង្វេងស្មារតីបាត់បង់នូវគុណភាពជីវិតចាត់ទុកថាខ្ញុំគឺជាមិត្តម្នាក់ដែលចង់ឲ្យអ្នកកាន់តែរឹងមាំលែងខ្លាចការរស់នៅម្នាក់ឯង
មានគេក៏បានគ្មានគេក៏បានសំខាន់យើងមានខ្លួនឯងដែលជាជីវិតមួយពោពេញទៅដោយសេរីភាពមុននឹងសេរីភាពកើតឡើងបានពួកយើងត្រូវតែបានដឹងថាកន្លងមកតើយើងជាប់ចំណងអ្វីខ្លះតើជាទ្រព្យសម្បត្តិមុខមាត់សម្ភារៈនិយមឬក៏មនុស្សណាម្នាក់មនុស្សម្នាដែលចូលមកកាន់ជីវិតរបស់យើងពួកគេកំពុងតែនៅគ្រប់ទីកន្លែងនៅក្នុងការចងចាំរបស់យើងហើយម្នាក់ហាក់ដូចជាកំពុងតែស្រែកទាមទារបំណុលផ្សេងអំពីយើងបំណុលទាំងអស់នោះកំពុងតែចងចិត្តឬដូចជាដាក់ខ្នោះអ្នកមិនឲ្យទៅណារួចសូម្បីតែគ្រាន់តែចង់នៅស្ងៀមស្ងាត់ក៏មិនបានបំណុលដែលខ្ញុំចង់សម្ដៅគឺរឿងរ៉ាវគ្រប់យ៉ាងដែលយើងធ្លាប់គិតលើពួកគេពលគឺជាបំណុលដែលយើងបង្កើតឡើងដោយខ្លួនឯងតែប៉ុណ្ណោះបើទោះបីជាពួកគេធ្លាប់ចូលរួមបង្កើតនៃការចងចាំជាមួយនឹងយើងក៏ដោយចុះឥឡូវនេះយើងគ្រាន់តែដឹងថារាល់ការចងចាំទាំងអស់នោះគឺជារបស់យើងតែម្នាក់ឯងនៅក្នុងខណៈនេះនៅក្នុងពិភពខាងក្នុងខ្លួនរបស់យើងគឺគ្មានពួកគេពិតប្រាកដនោះទេគឺមានតែរូបអ្នកជាមួយនឹងការចងចាំអំពីពួកគេតើមែនទេកុំទាន់គិតថាខ្ញុំចង់និយាយវាប្រហារដល់ការចងចាំរបស់អ្នកថាមិនល្អឬក៏ចង់ឲ្យអ្នកបំភ្លេចពួកគេចោលទាំងការចងចាំល្អឬក៏មិនល្អសូមយល់ថាសុទ្ធតែជាបំណុលនិងជាចំណងដែលព្យាយាមចងអ្នកឲ្យជាប់នៅក្នុងអតីតកាលមិនឲ្យអ្នករស់នៅក្នុងបច្ចុប្បន្នកាលដ៏ស្រស់ស្អាតនេះបានចំណុចដ៏ពិសេសដែលខ្ញុំចង់ប្រាប់អ្នកគឺចំណងទាំងអស់នោះក៏គ្មានអ្នកណាចងក្រៅពីអ្នកខ្លួនឯងហើយជាក់ស្ដែងអ្នកពិតជាអាចស្រាយវាចោលបាននៅខណៈនេះតែម្ដងបើចង់កាត់ខ្សែចំណងទាំងនោះអ្នកត្រូវតែព្រមប្រឡែងផងដែរអ្នកមិនអាចគ្រាន់តែព្យាយាមកាត់បណ្ដាតែប្រឹងក្តាប់យ៉ាងជាប់បណ្ដានោះទេពួកគេប្រហែលជាចង់មានសេរីភាពដូចជាអ្នកដែរប៉ុន្តែមកពីអ្នកមិនព្រមលែងទេដឹងឥឡូវនេះមកធ្វើការស្គាល់គ្នាឲ្យកាន់តែស្និទ្ធស្នាលហើយខ្ញុំនឹងនិយាយពីរឿងស្នេហាដំបូងប្រាប់ដល់អ្នកចង់ដឹងទេថាតើអ្នកណាជាស្នេហាដំបូងរបស់ខ្ញុំ mày cũng ớn lớp lấy ai tên nào kì lấy ô còn tay cho nó chết rồi đó này cho nó a cho nè ố nó này cho chết bỏ đây vậy kìa ở thì chơi muối mà hai đấy ở này
1 2 3